Alright ថ្ងៃនេះគឺខ្ញុំចង់ធ្វើវីដេអូតាក់ទងជាមួយនឹងការ Prompt AI ដើម្បីធ្វើការបង្កើត website តូចមួយតែខ្ញុំចង់ដឹងពីសមត្ថភាពរបស់ AI ថ្មីវាមិនថ្មី view ដែរតើខ្ញុំអត់បានធ្វើវីដេអូខ្ញុំតែបានធ្វើឥឡូវហ្នឹងអញ្ចឹងខ្ញុំនឹងបើ ID មួយគឺឈ្មោះថា Anti Gravity ដែលជារបស់ Google ទំចេញហើយយើងនឹងសាកប្រាប់វាឲ្យទៅ website មួយចាំមើលថាសមត្ថភាពវាចេញមកបានកម្រិតណាអញចាំបានថាវាជា web coding ដោយសារតែខ្ញុំនឹងព្យាយាមប្រាប់ទៀតទៅកាន់ AI បើខ្ញុំនឹងអត់ review code អីញ៉ាំច្រើនទេគឺខ្ញុំតែមើលទៅ UI ហើយកន្លែងណាដែលខ្ញុំចង់ផ្លាស់ប្ដូរគឺនឹងប្រាប់វាឲ្យផ្លាស់ប្ដូរខ្ញុំមកមើល let have fun ទាំងអស់គ្នាថាវាអាចបង្កើត website បានស្អាតកម្រិតណាដោយសារតែយើងនឹង prompt AI វាសេ website នឹងឲ្យយើងអញ្ចឹងខ្ញុំនឹង build landing page មួយនិយាយពី portfolio របស់ hip hop rapper នៅប្រទេសយើងខ្ញុំមិនតន់ដាក់ឈ្មោះទេប៉ុន្តែខ្ញុំនឹងសាកប្រើ AI វា build ឲ្យ let's say let build a website using let's say website about badass yep that's it so នៅក្នុង prompt នេះគឺខ្ញុំនឹងឲ្យវា build នៅ website មួយដែលសម្រាប់ hip hop artist ហើយជាមួយនឹង Next.js និង Tailwind ហើយធ្វើមកឲ្យវារបៀបថា badass look ព្រោះ hip hop វាច្រើនគឺគាត់ badass អញ្ចឹងសាកមើលថាវាអាចបង្កើតបានកម្រិតណាអញ្ចឹងខ្ញុំបញ្ជាក់មួយទៀត using one package manager អូខេដោយសារខ្ញុំប្រើបានអញ្ចឹងទៅខ្ញុំឲ្យវាប្រើបានជា package manager by default អូខេ let's go សិនឥឡូវយើងទៅមក command prompt ហ្នឹងសិនចាំមើលវាចេញបានប៉ុន្មានចឹងដល់អ្នកនរឃើញអញ្ចឹងថាវាបានបង្កើត project ឲ្យខ្ញុំនៅខាងគៀននេះ auto ហើយវាក៏ចាប់ផ្ដើម runនេះគឺជា portfolio របស់ hip hop artist របស់យើងឥឡូវយើងសាក run project ហ្នឹងហើយយើងបើក new terminal មកបន្ទាប់មកយើង run bundle អូខេហើយយើងអាច access នៅ local hotspot 3000 alright damn look at that look at this so anti-gravity record finding sound street hip hop with listen now to that តមកយើង scroll មកយើងមាន the story តមក follow man stream man ហើយការលេង color ដែរអ្នកគ្នាគឺមាន color effect ហើយមាន play កើតអត់អូខេ play អត់កើតទេនៅក្នុងនេះគាត់តែជាឧទាហរណ៍ចាំយើងឲ្យវា add time ទៀតមាន avatar នៅណា Los Angeles take ticket មាន contact form មាន Instagram link damn so លយមែនតើអ្នកនរគ្នាវាបានប៉ុណ្នេះចាត់ទុកថាវាលយអីហើយខាងក្រោយនេះគឺវាមាន glow effect នៅខាងក្រោយអញ្ចឹងអ្វីដែល missing សម្រាប់ខ្ញុំនៅក្នុងនេះគឺកន្លែងនេះដូចជាអត់មាន header ដូចជា wheel អញ្ចឹងហៅមើលកន្លែងណាដែលយើងអាច modify អញ្ចឹង let អូខេហើយមើលកន្លែងណាដែលយើងគិតថាវាអត់តន់តំណងអូខេខ្ញុំ copy កន្លែង record text ប៉ុណ្នេះខ្ញុំចង់ឲ្យវា modify for record
for record I want take to glowing effect also please add some animate music playing in background for hero section. Ok, ឥឡូវវាបានបញ្ចប់ការ update ទៅលើ step ដែលយើងបានប្រាប់មិញហើយអានេះវាប្រាប់ថាវាបាន update អីខ្លះហើយមាន walk through ជាងយើងអាច check UI បានអូខេ hit refresh alright ចឹងដូចអ្នកនរគ្នាឃើញថាវាមានការផ្លាស់ប្ដូរនៅខាងក្រោយអក្សរឥឡូវហ្នឹងវាមាន glow effect ហើយនៅខាងក្រោយនេះគឺមាន some kind of music playing thing in the background that look kind of sloppy a little bit but yeah so អាហ្នឹងជាអ្វីដែលយើងឲ្យវា change ហើយ let make it go further so ទៀតថាខ្ញុំដូរកន្លែងនេះដាក់ឈ្មោះពីណាគេមួយឬក៏ដាក់ឈ្មោះ rapper ណាមួយឧទាហរណ៍ rapper ស្រុកខ្មែរ hero នេះខ្ញុំដាក់John Cena ចុះអូខេសូមដាក់ឧទាហរណ៍ថា John Cena ចុះជារត់ Pel ស្រុកខ្មែរអូខេបន្ទាប់មកយើងមើលទៅថាកន្លែងណាយើងអាច change ទៀតនេះកន្លែង MP3 នេះបើសិនជាយើងអាចចុច play ទៅឮសលេងនៅលើហ្នឹងហ្មងក៏វាល្អដែរអញ្ចឹងយើងលោសាឲ្យវាចឹងធ្វើចឹងមកកើតអត់ so we gonna say for latest drop I want the MP3 can click and play sound you can pick some example MP3 anywhere there so it back let's playអូខេមួយចុងក្រោយគឺអត់លឺទេយ៉ារើហើយឥឡូវគឺឲ្យយើង play sound ឥឡូវវាដាក់ឲ្យ play sound បានទៀតគឺអែមមែនតើ add emoji to all the text and I think it make it more look better អូខេចាំមើលថាវា add ឲ្យយើងមកទៀតអូខេអញ្ចឹងក្រោយពីវា add emoji ហើយគឺយើងឃើញថាយើងមាន emoji នៅលើ text នេះ the story អីចឹងមកនេះអីមានកាសមានអីហ្នឹងអានេះនៅ play បានដែរអានេះមាន icon មានអីអូខេខ្ញុំចង់ឲ្យវាបកប្រែមានពីរភាសា I want to have two language EN and KM ខ្មែរ please make it changeable អូខេខ្ញុំចង់ឲ្យ website ហ្នឹងវាមានពីរភាសាខ្មែរអង់គ្លេសជាមួយឲ្យវា translate ឲ្យគឺជារៀបសារចុងក្រោយដែលបន្ទាប់ពីខ្ញុំព្យាយាមព្រមទៀតជាងចុងក្រោយគឺខ្ញុំបានទទួលបានលទ្ធផលប៉ុណ្ណឹងអញ្ចឹង UI ប៉ុណ្នេះវាអាចនិយាយថាវាអត់ទទួលយកបានទេសម្រាប់ថាបើយើង build ជា portfolio មែនតើប៉ុណ្ណឹងប៉ុន្តែចំពោះអានេះជាការធ្វើវីដេអូអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងវាអូខេខ្ញុំឲ្យ7 លើក 10 ចុះព្រោះ
Yeah គឺវាមានណៅខ្ញុំបានប្រមមកវាសេណៅបាឲ្យមួយហើយវា list នៅ section មួយហើយយើង scroll មកវាទៅដល់ section របស់យើងហើយមួយទៀតគឺយើងអាចមាន change ភាសាបើយើងចុចមក KH គឺវា render John Cena ហើយផលិតកម្មស្អីពាក្យខ្មែរទាំងអស់នេះអញ្ចឹងវាបកប្រែឲ្យយើងបានខ្លះបានច្រើនដែរប៉ុន្តែវាមិនទាំងអស់ទេហើយអានេះបើយើង maintain យើងចូលទៅមើលពាក្យនឹងមួយហើយយើង change ខ្លួនឯងទៅហើយមួយទៀតយើងអាចផ្លាស់ប្ដូរ font អក្សរនេះទៅអញ្ចឹងវាអត់ឃើញចន់គ្នាអញ្ចឹងទេវានឹងស្អាតជាងហ្នឹងហើយបើយើង build វាជា production មែនតើណាយ៉ានេះគាត់វីដេអូខ្ញុំ review ទៅលើ AI ហ្នឹងទេអញ្ចឹងអ្នកនរគ្នាគិតមិនដែរហើយលើនេះគឺវាបកប្រែជាខ្មែរយើងស្អាតទទួលយកបាននៅខាងលើនេះយ៉ាប់ចំពោះខ្ញុំគឺ AI នេះខ្ញុំគិតថាវាល្អខ្លាំងមែនទែនហើយសមត្ថភាពវាក៏ខ្លាំងដែរគឺវាអាចយល់ពី prompt យើងបានលឿនហើយវា generate មកវិញក៏លឿនដែរមួយ plate ហើយ Alright អញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើអ្នកនរគ្នាចង់សាកល្បងអាចទៅ download ចេញពី Google អញ្ចឹងឈ្មោះវាគឺ Anti Gravity អ្នកនរគ្នាវាយប៉ុណ្្នឹងទៅវាឲ្យពីចូល website វាឲ្យ download យកមកសាក prompt វាផ្សេងអង់គ្លេសប្រាប់វាថាយើងចង់ build website របៀបម៉េចឬក៏ធ្វើអីមួយអញ្ចឹងទៅវានឹងធ្វើឲ្យយើងហើយយើងសួរតទៀតអញ្ចឹងទៅអូខេអញ្ចឹងជួបគ្នាវីដេអូក្រោយបាយបាយ